អ្នកដឹងទេអារម្មណ៍មួយនាទីអាចបំផ្លាញអ្វីដែលអ្នកខំប្រឹងជាច្រើនឆ្នាំមកបានមនុស្សគ្រប់គ្នាសុទ្ធតែមានអារម្មណ៍មានពេលសប្បាយមានពេលខឹងមានពេលតានតឹងនិងមានពេលអស់សង្ឃឹមប៉ុន្តែភាពខុសគ្នារវាងមនុស្សជោគជ័យនិងមនុស្សដែលបរាជ័យមិនមែនស្ថិតនៅលើការមិនមានអារម្មណ៍ទេតែស្ថិតនៅលើការចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងពេលខឹងកុំប្រញាប់និយាយពេលសោកសៅកុំប្រញាប់សម្រេចចិត្តពេលសប្បាយខ្លាំងកុំប្រញាប់សន្យាអ្វីដែលអ្នកមិនប្រកាសថាអាចធ្វើបានពាក្យមួយម៉ាត់ដែលនិយាយក្នុងពេលខឹងអាចធ្វើឲ្យបាត់បង់ទំនាក់ទំនងដ៏ល្អមួយការសម្រេចចិត្តមួយក្នុងពេលដែលមានអារម្មណ៍មិននឹងណអាចនាំឲ្យអ្នកសោកស្ដាយជារៀងរហូតដូច្នេះពេលដែលមានអារម្មណ៍កើនឡើងសាកល្បងជប់បន្តិចដកដង្ហើមវែងៗហើយសួរខ្លួនឯងថាតើអ្វីដែលខ្ញុំរៀបនឹងធ្វើឲ្យស្ថានភាពប្រសើរឡើងឬកាន់តែអាក្រក់ឡើងអ្នកមិនអាចគ្រប់គ្រងអ្វីៗដែលកើតឡើងជុំវិញខ្លួនបានទាំងអស់នោះទេប៉ុន្តែអ្នកអាចជ្រើសរើសរបៀបឆ្លើយតបរបស់ខ្លួនបានជានិច្ចចូលចាំថាកម្លាំងពិតមិនមែនជាការឈ្នះអ្នកដទៃទេប៉ុន្តែជាការឈ្នះអារម្មណ៍របស់ខ្លួនឯងនៅពេលអ្នកគ្រប់គ្រងអារម្មណ៍បានអ្នកក៏កំពុងគ្រប់គ្រងជីវិតរបស់ខ្លួនឯងបានដែរតើអ្នកធ្លាប់សោកស្ដាយដោយសារអារម្មណ៍មួយផ្លែតដែរឬទេសរសេរ comment ក្នុងវីដេអូនេះនិង follow page ដើម្បីទទួលបានវីដេអូល្អៗមុនគេសូមអរគុណ